នេះនៅពេលដែលបងប្អូន download រួចអាហ្នឹងមានពាក្យopen ណាយើងចូលបើក open ហ្នឹងមកហើយយើងវាយលេខដែលយើងចុះឈ្មោះជាមួយក្រុមហ៊ុនបានទទួលលេខកូដ6ខ្ទង់អូតូម៉ាទិកអញ្ចឹងបន្ទាប់មកវាចេញផ្ទាំងនេះយើងផ្ទាំងនេះយើងចុច continue មក continue ភាគច្រើននៅខាងស្ដាំដៃអញ្ចឹងនៅលើនេះយើងប្រើពាក្យ while using the app ឥឡូវគេ while using the app ចុចឲ្យលើហ្នឹងសិនមកបដោះសិនណាហើយបន្ទាប់មកវាចាប់ផ្ដើម track យើងនៅទីតាំងកន្លែងដែលយើងជាក់ស្ដែងនៅអញ្ចឹងនៅពេលនេះយើងបើក online វាចេញឲ្យយើងដាក់ location background អញ្ចឹងយើង continue ទៀតទៅ continue ហើយនៅផ្ទាំងនេះក៏យើងopen បើក location all the time ដែរអញ្ចឹងវាអូតូម៉ាទិកទៅឲ្យយើង set អញ្ចឹងចូលកន្លែង permission នេះ permission យើងចុចអា location អាលើគេនេះមានជា dot ហ្នឹងណាចុចអាហ្នឹងមកហើយយើង allow all the time ណា location allow all the time ភាគច្រើននៅលើនេះកាមេរ៉ាយើងអានដែរ all allow ដែរកាមេរ៉ាហើយមីក្រូហ្វូនក៏យើងអនុញ្ញាតដែរអញ្ចឹងភាគច្រើននៅលើយើងអនុញ្ញាតមកហើយយើងត្រឡប់ទៅ screen ដើមវិញហើយយើងចាប់ដើមបើក online ភាសាទៀតអានេះដំណាក់កាលទី2អញ្ចឹងយើងបើកការអនុញ្ញាតទៀត allow ទៀតណាអញ្ចឹងរួចរាល់ហើយយើងបើកអនុញ្ញាតអស់ហើយយើងបើក on មកអញ្ចឹងអានេះវាមិនតាន់ clear យើងចុចលើអាពណ៌ទឹកក្រូចនឹងមក fix មកវា auto clear ទាំងអស់គេវាពណ៌ខៀវទាំងអស់ណាវាលែងមានជាបញ្ហាអីហើយអញ្ចឹងapp យើងដំណើរការទទួលភ្ញៀវបានហើយចំពោះនេះ display over app ហ្នឹងអាហ្នឹងយើងចង់មានន័យថាយើងឲ្យapp យើងនៅលើមូលទូចហ្នឹងនៅលើ app ផ្សេងណាអាហ្នឹងវាផុសមកលើ screen app ផ្សេងដូចយើងមើលនៅក្នុង YouTube អីចឹងណានៅ YouTube វាមានមូល pop up នៅលើ YouTube ដែលយើងកំពុងមើលវីដេអូមើល Facebook អីចឹងក៏វាមាន pop ដែរតែបើយើងមិនចង់ដាក់ទេក៏ហើយទៅតែបើយើងចង់ដាក់ដើម្បីទទួលភ្ញៀវបានលឿនយើងចុចអាហ្នឹងអញ្ចឹងនេះរកមើលពាក្យថា Vanta driver នេះគឺជាក់ស្ដែងមិនបានអនុញ្ញាតយើងចូលអនុញ្ញាតមកណាចូលអនុញ្ញាត always ណា always ហើយ screen នេះយើងវាផុសចេញមកអូខេនេះផុសមកនេះអញ្ចឹងអានេះវានៅ start អញ្ចឹង refresh វាមកវានឹងដាច់អស់ហើយអូខេដាច់អស់ហើយអញ្ចឹងពណ៌ blue ទាំងអស់ពណ៌ខៀវទាំងអស់អញ្ចឹងអូខេហើយ app យើង